đầm bay của máu nhiều trao thảm cha hàng đâm chẳng hai nó lụi quá tiết thời che sầm đáy thì chôn rong cú thật tua là ván sân mà ngày pi ngày dân đấy chăm phè tao bong tu sạp nâng che bịa tặng o nâng tàng gret cao với cao muốn bô của man đong tiết tranh vì mọi lại lụi tề đọc buôn pro max cho cáo rốt mò mà rồi kia rồi lại miền ai mấy con podcast គឺសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Mekong Podcast ថ្ងៃនេះផងដែរគឺយើងមានប្រធានបទមួយដែលជាអាចកំបាំងនៅពីក្រោយទីផ្សារទូរស័ព្ទដែលម្ចាស់ហាងមិនចង់អតិថិជនបានដឹងហើយសម្រាប់បងប្អូននៅពេលដែលទស្សនាមានចម្ងល់ក៏អាច comment ខាងក្រោមនេះបានដូចគ្នាហើយថ្ងៃនេះផងដែរស្វាគមន៍បងគឹមហេងចូលរួមមកជជែកនៅក្នុង topic មួយនេះសួស្តីបងខ្ញុំចង់សួរបងបន្តិចថាបងមានបទពិសោធន៍អីខ្លះនៅក្នុងវិស័យទូរស័ព្ទដៃមួយទឹកនេះហើយបងមានបទពិសោធន៍ចំនួនប៉ុន្មានឆ្នាំមកហើយ បងជាក់ស្ដែងចាប់ដើមនៅក្នុងវិស័យទូរស័ព្ទមួយទឹកនេះសរុបទៅបាន10ឆ្នាំហើយ បាទ និយាយទៅបានចូលច្រើនវិស័យចូលច្រើនចំនួន បាទបើគេថាបើនិយាយទៅលើខ្ញីស្អីខ្ញីចាស់នេះ ថ្ងៃនេះសប្បាយចិត្តមែនតើបានចូលរួមជជែកគ្នាទីបទពិសោធន៍ផ្ទាល់ខ្លួនទៅលើអ្វីដែលអតិថិជនតែទៅជួបប្រទះហើយបងអរគុណមែនតើដែលតាំងខ្លួនជាអតិថិជនហើយចោតជាសំណួរក្តៅៗដើម្បីបងបានបកស្រាយ បាទហើយសម្រាប់ថ្ងៃនេះក៏ខ្ញុំមានជាសំណួរខ្លះៗសម្រាប់ឲ្យបងបកស្រាយទៅដល់អ្នកដែលគាត់ទស្សនាទាំងអស់គ្នាផងដែរណែបងខ្ញុំតែងតែលើកគេនិយាយថាអញ្ចឹងគ្រប់អីវ៉ាន់មកទឹកទាំងអស់ឲ្យតែមើលទៅឃើញ 99% គេថាបើមិនដូរតួក៏ដូរគ្រឿងដែរតែអាហ្នឹងវាជាការពិតឬក៏ខាងគេនឹងចេះតែនិយាយទេ វាមានការប៉ັດគឺវាមានមែនមានទៅលើទូរស័ព្ទមួយចំនួនភ្ញៀវគាត់ទៅទិញប៉ះចំអីវ៉ាន់ដូរតួអ៊ុតកញ្ចក់អញ្ចឹងទៅណា បាទបង អញ្ចឹងដើម្បីឲ្យភ្ញៀវគាត់ឃើញថាអីវ៉ាន់នឹងស្អាតតួថ្មីអ៊ុតកញ្ចក់ថ្មីឬក៏ប៉ូលាទៅវាឃើញអីវ៉ាន់នឹងស្អាតហើយប៉ិនបញ្ហាគឺវាលែងមានភាពសនំស៊ីនមកវាឯងប៉ិនសួរថាចោបើ99នឹងសិតតែអញ្ចឹងទាំងអស់មែនអត់ទេវាអាស្រ័យដែរតែបើភ្ញៀវគាត់គោលដៅទិញអីវ៉ាន់ថោកបានអីវ៉ាន់ស្អាតខ្ញុំគិតថាគាត់នឹងប៉ះហើយអីវ៉ាន់ដូរតួហើយនឹងអីវ៉ាន់អ៊ុតកញ្ចក់ពេលខ្លះអីវ៉ាន់ធ្វើអេក្រង់ទៀតហិតតែធ្ងន់នឹងគាត់ នៅពេលដែលបងនិយាយអញ្ចឹងខ្ញុំនឹកឃើញមួយទៀតទៅលើទីផ្សារហាងឆេងយើងឃើញនៅក្នុងអនឡាញសប្តាហ៍ថ្ងៃនេះគឺតម្លៃវាមានច្រើនមែនតើដូចជាបងនិយាយមិញទៅលើអីវ៉ាន់ 99% អញ្ចឹងខ្ញុំឆ្ងល់ថាអីវ៉ាន់ 99% ដូចគ្នាហេតុអីបានជាហាងដតីលក់ក្រុមហាងផ្សេងៗទៀត 20-30% អញ្ចឹងទៅអញ្ចឹងអាហ្នឹងនៅពីក្រោយតម្លៃហ្នឹងតើវាមានអីជានេះដែរបង យ៉ាជាក់ស្ដែងនៅពីខាងក្រោយវាំងណូនហ្នឹងគឺយើងចង់និយាយចេះពាក្យអា98 99អា grade A ពេលខ្លះគួរអសនាច A+++ ប្រហែលដងអីចឹងទៅដើម្បីបង្ហាញថារបស់គាត់ហ្នឹងវា grade ខ្ពស់ជាងគេហើយតម្លៃល្អជាងគេ អូខេ អបទៅពាក្យទាំងអស់ហ្នឹងទាំង grade 98 99 A បូក A បូកប្រហែលដងទៀតចេញពីមាត់អ្នកលក់ទេ ទ្មានស្តង់ដារណាមួយមកកំណត់ថាអីវ៉ាន់ហ្នឹង98អីវ៉ាន់ហ្នឹង99អីវ៉ាន់ហាងនេះល្អជាងហាងនោះខ្ញុំគិតថាវាអត់មានទេ អូខេ អ្វីដែលមានជាក់ស្ដែងគឺអាស្រ័យលើអតិថិជនទៅវិញទេភ្ញៀវគាត់ទៅទិញទូរស័ព្ទបើគាត់សំដៅលើទូរស័ព្ទថោកជាងទីផ្សារហើយបានអីវ៉ាន់ស្អាតខ្ញុំគិតថាបាក់រហូតបន្តិចប្រហែលជាអាចរៀងចូលក្នុងបានសមុទ្រផងដែរ អូខេអាហ្នឹងវាលក្ខខណ្ឌខ្លះវាអាចដែរបងវាអាចថាវាខុសហាងឆេងដោយសារអាចនិយាយថាជា branding មួយចឹងប៉ុន្តែបើសិនជាសប្ថ្ងៃអីដែលខ្ញុំធ្លាប់ដឹងហ្មងគឺវាពិបាករកមែនអីវ៉ាន់ 99 ហើយតម្លៃក្រុមហាងឆេងបាទអញ្ចឹងមួយទៀតដែរបងខ្ញុំឆ្ងល់ថងថាចេះភ្ញៀវគាត់ទិញអីវ៉ាន់គាត់ចង់បានអីវ៉ាន់សនំស៊ីនហ្នឹងប៉ុន្តែដូចជាករណី iPhone 12 Pro Max 13 Pro Max ដែលវាចេញយូរឆ្នាំហើយហាងមួយចំនួនគាត់តែងតែលើកទូរស័ព្ទមកគាត់ប្រាប់ថាបងអាហ្នឹងថ្មស៊ីនទាំងដែលអីវ៉ាន់ហ្នឹងវាចេញយូរឆ្នាំហើយដូច12 13 Pro Max បងដឹងហើយវាចេញយូរឆ្នាំហើយតែវាមានថ្មដល់100ខ្លះថ្មកៅជាងអាហ្នឹងខ្ញុំឆ្ងល់ថាចាអាហ្នឹងវាចៃដន្យពេកមែនបានវាមានថ្មរហូតដល់កៅជាងអ្នកទិញពីមុនគេអត់ប្រើហ្មង បើយើងនិយាយស្មោះត្រង់ទៅសេរីពួក14 Pro Max ចុះក្រោមរកថ្ម 100% លែងមានហើយបើមានក៏វាមាន1000ដើមមានមួយគ្រាប់ពីរគ្រាប់ អូខេ ប៉ុន្តែភ្ញៀវគាត់ឆោតនិយាយឆោតត្រង់ថាពេលដែលគាត់មកគាត់សុកចិត្តឲ្យឃើញថ្មវាលោតខ្ពស់បើដឹងហើយថាឥឡូវម្ចាស់ហាងក៏ដោយជាងក៏ដោយគាត់មានបច្ចេកទេសបាញ់ថ្មហើយបាញ់មានស្អីទៅអស់ច្រើន
កោះតែអេក្រង់ចេញមកហើបន្តិចយកអាឌុយមួយដតមកចុចលេខតាមស្រាចិត្តហើយគាត់ដឹងទេថាគេបាញ់ថ្មហើយគាត់សុកចិត្តឃើញអាភាគរយខ្ពស់ហ្នឹងគាត់សប្បាយចិត្តជាងយកទៅប្រើបានដែរជាមួយអាទិត្យចាប់ផ្ដើមធ្លាក់ថ្មមកកឹកដូចជីចដាយូរនៅធ្លាក់ពី95អីចឹងទៅចុះនៅសល់8ជាងចឹងដដែលទៅអញ្ចឹងលើកទឹកចិត្តមែនតើសុកចិត្តបានអីវ៉ាន់ដែរនៅសំណុំស៊ីនថ្មដើមរបស់វាទៅចុះពេលខ្លះថ្ម82 81ឬក៏80វានៅប្រើបានតើដល់ពេលដែលយើងសម្រេចចិត្តថាដូរតែម្ដងតែជាជាងឲ្យម្ចាស់ហាងគាត់បាញ់ថ្មបាញ់អីហើយខ្ញុំគិតថាអាហ្នឹងវាទៅជាទំនៀមទម្លាប់បណ្ដោយអ្នកន័យថាអីវ៉ាន់ដែលចូលមក20 30ដើមអញ្ចឹងមុននឹងយកដាក់លក់ត្រូវទៅបាញ់ថ្មឲ្យហើយសិនចុះវាបង្កើតជាទម្លាប់មួយដែលតតែកុហកគ្នាបានសប្បាយចិត្ត ហើយខ្ញុំឆ្ងល់ត្រង់ថាចេះអីវ៉ាន់មុននឹងទិញទៅប្រាប់ភ្ញៀវឲ្យថាអីវ៉ាន់ហ្នឹងសំណុំស៊ីនអត់មានបាញ់ថ្មបាញ់អីទេដល់ពេលដែលភ្ញៀវយកទៅប្រើអត់ទាន់បានមួយអាទិត្យស្រកភាគរយថ្មទៅបន្ទោសការប្រើប្រាស់របស់ភ្ញៀវអ្នកប្រើប្រាស់វិញអត់ទទួលខុសត្រូវអាហ្នឹងវាមិនវិញហ្មង អាហ្នឹងដូចឯងថាអត់ទូខុសត្រូវហ្នឹងមានអីទៀតព្រោះដឹងហើយចេតនាថ្មដើម្បីចូលទៅក្នុងទូម្ចាស់ហាងគាត់ច្បាស់ហើយថាអវ៉ាន់របស់គាត់បាញ់ថ្មឬមិនបាញ់ថ្មព្រោះគាត់យកអវ៉ាន់មកលក់គាត់ដឹងតើ បាទ គាត់កំងគេក៏គាត់ដឹងដែរថាគាត់ចង់បានក្រេតណាហើយដល់ពេលដែលថ្មវាខូចទៅហើយយើងដឹងហើយថ្មហ្នឹងវាបាញ់ទៅហើយភ្ញៀវគាត់ប្រើស្រកទៅហើយទៅបន្ទោសភ្ញៀវទៀតវាដូចអយុត្តិធម៌ពេកបើបងជាភ្ញៀវក៏ខឹងដែរព្រោះហេលក់អារបស់បាញ់ថ្មឲ្យគ្នាហើយគ្នាប្រើស្រកថ្មស្ដីឲ្យគ្នាទៀតវា បាទអាហ្នឹងឃើញច្រើនហ្មងទីផ្សារបច្ចុប្បន្ននៅពេលដែលប្រើប្រាស់អត់មានទំនួលខុសត្រូវលើអីវ៉ាន់ខ្លួនឯងទៅចោទខាងភ្ញៀវវិញអាហ្នឹងគឺខ្ញុំឃើញច្រើនដែរហើយមួយទៀតទៅលើការប្រើប្រាស់មិនថាបងមិនថាខ្ញុំទេនៅពេលដែលប្រើប្រាស់វាអត់តន់អត់បានដូចចិត្តទេលក្ខណៈថាទិញអីវ៉ាន់ទៅគឺយើងខំចំណាយលុយអស់ច្រើនទេនៅពេលដែលអីវ៉ាន់អត់បានដូចចិត្តទៅយើងឧទាហរណ៍យើងយកទៅបញ្ហាថ្មស្រកលឿនទាំងដែលម្ចាស់ហាងក៏ដឹងហើយថាថ្មហ្នឹងបុក ដល់ពេលគ្នាយកទៅប្រើប្រាស់ស្រកលឿនមែនយកមកដោះដូរទៀមទាអីវ៉ាន់ទុកឆែកសិនឆែកចុះឆែកឡើងវានៅតែដដែលហើយឲ្យអីវ៉ាន់ទៅភ្ញៀវវិញអត់មានលក្ខណៈថាអត់មានអីដែលជាដំណោះស្រាយឲ្យភ្ញៀវហ៎បងអាហ្នឹងគឺបើសិនជាបងផ្ទាល់បងយល់មិនដែរអាហ្នឹងបងយល់មិនដែរទៅលើបញ្ហាហ្នឹង យេខ្លីជ្រុលកុហកហើយកុហកឲ្យដល់ទីបញ្ចប់ណាមានន័យថាជ្រុលតែសំដែងឲ្យចប់រឿងភាគត្រូវសំដែងឲ្យចប់ហើយតែបងនិយាយអញ្ចឹងដូចស្អីដឹងហើយរបស់ខ្លួនឯងលក់ទៅបាញ់ថ្មអញ្ចឹងនៅពេលដែលភ្ញៀវរកឃើញថាទូរស័ព្ទគាត់បាញ់ថ្មយកមកដល់ភ្លាមចាស់ហាងត្រូវតែចេះសំដែងទៅជាជនរងគ្រោះអូខ្ញុំអត់ដឹងដែរអញ្ចឹងដើម្បីត្រូវឆែកអង្គុយឆែកមើលសិនតាមដានវាបន្តិចសិនតែទាំងដែលខ្លួនឯងដឹងហើយថាលោតថ្មធ្លាក់មកលឿនហ្នឹងមិនដឹង 100% វាបាញ់ថ្មទៅ ហ្នឹងហើយ ប៉ិនដើម្បីកុំឲ្យភ្ញៀវចោទថាម្ចាស់ហាងហ្នឹងដឹងអញ្ចឹងហើយនៅលក់ឲ្យគាត់ទៀតត្រូវចេះសម្ដែងធ្វើជនរងគ្រោះ បាទ ទទួលអីវ៉ាន់សិនមួយថ្ងៃពីរថ្ងៃសិនទៅចាំប្រាប់ថាអូបងទូរស័ព្ទហ្នឹងចេះហើយដំណោះស្រាយមានចេះសំខាន់ចាស់ហាងបានលុយហើយអញ្ចឹងគាត់ បាទ ចង់ឆ្លើយមិនចង់ដោះស្រាយមិនភ្ញៀវត្រូវសម្រាប់បខំចិត្តទទួលយកឲ្យមិនអញ្ចឹង បាទប៉ុន្តែវាបើសម្គាល់មើលមួយចំនួនហ្មងគឺគាត់អត់មានទំនួលខុសត្រូវគាត់អត់មានទំនួលខុសត្រូវទៅលើបញ្ហាអីវ៉ាន់ទាំងអស់ហ្នឹងហ្មងទាំងដែលមុននឹងលក់ឲ្យភ្ញៀវគាត់បាននិយាយថាអីវ៉ាន់ហ្នឹងសិតតែបានតេស្តហើយមកពីក្រៅសិតតែអីវ៉ាន់សនំហីតែដល់ពេលមានបញ្ហាបែរជាអត់មានទំនួលខុសត្រូវឲ្យភ្ញៀវអាហ្នឹងវាមិនវិញនោះ វាអាស្រ័យលើទំនួលខុសត្រូវជាមួយទៀតពាក់ព័ន្ធមួយសិលធម៌ បាទ យើងជាខ្មែរដូចគ្នាខ្ញុំគិតថាសិលធម៌ក្នុងការរស់ស៊ីមិនត្រឹមតែក្នុងវិស័យទូរស័ព្ទវិស័យអីផ្សេងក៏ដោយវាមិនខុសអីពីត្រេនចាប់ផ្ដើមដល់ខែត្រេននេះត្រេនវៀតណាមត្រេនពងចាមត្រេនកពតតម្លៃហាងឆេងខុសគ្នាណា បាទ អញ្ចឹងអ្នកលក់គាត់ដឹងច្បាស់ហើយប្រភពត្រេនគាត់មកពីណាអញ្ចឹងអ្នកខ្លះលក់ត្រេនវៀតណាមឆ្លើយថាត្រេនកពតវាយតងាប់ក៏គាត់អត់ឆ្លើយដែរអញ្ចឹងវាអាស្រ័យលើសិលធម៌របស់គាត់ទេបើសិនណាជាគាត់រស់ស៊ីដល់អត់សិលធម៌បងជឿថាមួយថ្ងៃពីរថ្ងៃ3ថ្ងៃមួយឆ្នាំពីរឆ្នាំកន្លងផុតទៅគាត់សំបានហើយសំបានថាម៉ួយដែលគាត់សំហ្នឹងជាម៉ួយល្អឬក៏ម៉ួយដែលខំប្រឹងប្រអាប់គាត់ពីព្រោះគាត់ផ្ដល់សេវាកម្មមួយឲ្យភ្ញៀវតែភ្ញៀវប្រើទៅអត់សុបាយចិត្តគាត់ច្បាស់ជាខ្សឹបតគ្នាអញ្ចឹងពី3ឆ្នាំក្រោយគាត់កោតែភ្ញៀវដែលគាត់មានបញ្ហាអញ្ចឹងទៅ បាទណែបងនិយាយទៅដល់ទំនួលខុសត្រូវខ្ញុំតែងតែលឺអ្នកមិនថាមកអ្នកណានៅពេលដែលគាត់ទិញទូរស័ព្ទគាត់និយាយថាបងអីវ៉ាន់ហ្នឹងសំណុំស៊ីនអត់ចាស់ក៏ដោយមកគាត់សួរ
ôn ai ván nó nôm xín đó ta chẳng ai lôi chở nó tay nhặt ban ai ván nôm xín tiết ngày khói giờ là cái con cái này nè và ta này bay chợ bón ngày ván viên nơi miền này ván nôm mà xín tiết đặt bông ក្នុងរឿងហ្នឹងវាមានរឿងពីរ បាទ រឿងទី1អីវ៉ាន់សនំស៊ីនដោយគាត់និយាយមែន បាទ មានន័យថាមកពីខាងក្រៅម៉េចមកពីនាយម៉េចលក់ទៅឲ្យភ្ញៀវចឹងមក បាទ អាហ្នឹងគឺសនំស៊ីនប៉ុន្តែឥឡូវនេះវាមានតិចនិចមកបែបទៀតគាត់ឆ្នៃពាក្យគាត់សនំស៊ីនដូចគ្នាក៏ប៉ុន្តែមិនមែនទូរស័ព្ទហ្នឹងស៊ីនទេគាត់យកគ្រឿងស៊ីនមកដាក់បញ្ចូល អូ អញ្ចឹង ចឹងវិញ ពីបងមកគាត់ថាក៏វាមិនតាន់ដល់ថ្នាក់អឺអញ្ចឹងជំរឿសទី1គឺស៊ីនមកពីនាយ បាទ ជំរឿសទី2ស៊ីនដែរក៏ប៉ុន្តែផ្គុំចោះគុំឡើងឲ្យវាចេញស៊ីនវានៅស៊ីនគ្រឿងរបស់វាគ្រឿងបន្លាស់ស៊ីនទេប៉ុន្តែវាមិនមែនសនំរបស់វាមកពីដើមទេ អូអាហ្នឹង វាផ្លាស់ប្ដូរហើយអត់គាត់ថាវានៅសនំស៊ីនទៅ អាហ្នឹងខ្ញុំតែងទៅលើគេនិយាយថាស៊ីនតែដូ អឺ ស៊ីនតែដូ យ៉ានៅមាន អើយ ស៊ីន ហូច ហើយ ចិត្ត ដូរហ្នឹងហើយបងគិតថាជាក់ស្ដែងបងមិនមែនទៅនិយាយការពីម្ចាស់ហាងអីទេប៉ុន្តែជារួមយើងត្រូវដឹងថាអាយុកាលនៃទូរស័ព្ទវាមិនអាចមកវា perfect ទាំងអស់ 100% ទាំងអស់ទេវាតែងតែមានបែកវាតែងតែមានស្នាមវាតែងតែមានប្រេះមានអីខ្លះអញ្ចឹងទៅក្នុង100ដើមវាច្បាស់ជាមាន10 20 30 40ទៅតាមអាយុកាលរបស់វាអញ្ចឹងហើយ បាទ គេមិនអាចអ្នករកស៊ីក៏គេចង់ចំណេញដែរគេទិញមក100ដើមល្អ20ដើមគេទុកលក់ទៅអាល្អល្មម20 30ដើមទៀតគេឆ្នៃវាបន្តិចទៅអាស្ទើរខ្លាំងហ្មងហ្នឹងគេដូរផ្លាស់អញ្ចឹងទៅអញ្ចឹងគេអាចយកលុយទៅបោះចោលបានទេត្រូវទេ បាទ 100ដើមត្រូវតែលក់បានដល់100ដើមវិញដើម្បីមានផលចំណេញរបស់គេដែរប៉ុន្តែសុំតែថាកុំយកអាវ៉ាន់ចុងដៃចុងស្តុកចុងគីបទៅប្រាប់ភ្ញៀវថាអាវ៉ាន់ A វាអាវ៉ាន់99អាហ្នឹងអាណិតភ្ញៀវ ចង់ចំណេញដែរតែចំណេញមានសិលធម៌តិចអូខេ បងនិយាយចឹងខ្ញុំនឹកឃើញនេះយើងមិនមែននិយាយអីហាងគេណាប៉ុន្តែខ្ញុំឃើញមួយចំនួនគាត់និយាយថាចេះអីវ៉ាន់គាត់យកចូលមករាប់ហើយដើមប៉ុន្តែគាត់រើបានថា2 3គ្រាប់ឯងគាត់ថាហ្នឹងអីវ៉ាន់សនំស៊ីនប៉ុន្តែនៅពេលដែលគេរកឆាតដើមគាត់រកបានឯគេតែតែគាត់និយាយថាអីវ៉ាន់ចូលមកគាត់ចម្រាញ់យកអាស្អាតបានតែ2 3គ្រាប់ទេអាហ្នឹងវាមិនវិញហ្មងអាហ្នឹងគាត់ទិញមក5 600គ្រាប់ទៀតដើម្បី អត់ទេ ដល់យកអីវ៉ាន់ស្អាតហ្នឹងមែនបង បងស្ដាប់ណែនិយាយហើយក៏បងសើចដែរពីព្រោះបងគិតថាគាត់ប្រហែលជាមិនតន់សូវចេះបោក បោកគេហើយជន់ចែងខ្លួនឯង ក្បាច់បោក មែន ក្បា ណា ច់ គេបោកភ្ញៀវអញ្ចឹងទេកុំទៅដល់ថ្នាក់រើសមក1ឡូហ្នឹងគាត់សម្ដៅលើ100ដើមបាន2 3ដើម បាទ ស្មាទោសក៏គ្មានអ្នកណាទៅលក់អីវ៉ាន់ឲ្យគាត់100ដើមឲ្យគេរើសឲ្យគាត់រើសម្នាក់ឯង2 3ដើមហ្នឹងហើយឲ្យលុយគេដែរមែនទេ បាទ តែវ៉ាន់គេតាំងឡូហើយយើងទៅយកម្ដង2 3ដើមមិនណាទៅលក់ឲ្យ បាទ ហេគេចុះ97ដើមទៀតទៅគេទុកចោលមែន ហើយដល់ទៅពេលគេត្រូវការអីវ៉ាន់ចំនួនច្រើនចេញមកដែរ ចេញមកដែរ វាអត់ត្រូវទេ ចឹងអីវ៉ាន់ហ្នឹងបានមកពីណា វាលើកគោកពេកហើយអញ្ចឹង បាទនឹង ញៀវគិតខ្លួនឯងណាអាហ្នឹងបងមិនដឹងទៅបកស្រាយថាម៉េចប៉ុន្តែ បោកឲ្យជន់កែងខ្លួនឯងនេះ បាទអញ្ចឹងដើម្បីយើងជៀសផុតទៅលើបញ្ហាទាំងអស់ហ្នឹងខ្ញុំចង់សួរបងថាយើងអាចសម្គាល់បែបម៉េចសម្គាល់បានថាអីវ៉ាន់ហ្នឹងអេក្រង់ស៊ីនថ្មស៊ីនឬក៏តួស៊ីនអីចឹងទៅបងបាទ ការសម្គាល់ការពិនិត្យមើលទៅលើប្រភេទគ្រឿងបន្លាស់តួខាងក្រៅអីហ្នឹងបងជឿថាចំណេះដឹងរបស់តែជនលើក៏ច្រើនដែរ បាទ ជាពិសេសសម្រាប់ Apple គឺវាមាន system មួយដែលកំណត់ថាថ្មដូរអេក្រង់ដូរគូតសាកដូរកាមេរ៉ាដូរអីចឹងទៅគ្រាន់ថាត្រូវដឹងថាទោះបី Apple មាន system មួយហ្នឹងមែនមិនមានន័យថាជាងនៅខ្មែរគេអត់ចេះឆ្នៃដើម្បីកុំឲ្យ load message ហ្នឹងបានទេណា បាទ ពីព្រោះបច្ចេកទេសក្នុងការឆ្នៃកុំឲ្យ load message ក៏វាមានដែរ បាទ ចឹងការដែលទុកចិត្ត 100% ថាឲ្យតែទូរស័ព្ទនឹងវាអត់ load message ប្រកាសថា spare part ទាំងអស់គ្រឿងបន្លាស់ទាំងអស់ដែលនៅក្នុងទូរស័ព្ទហ្នឹងសុទ្ធតែសំណុំរបស់វាមិនមែនទេណា បាទ ដឹងផងបាទ និយាយចឹងនឹកឃើញដល់អាសំណួរមុនដែលយើងសួរថាម៉េចអត់មានលោតអីហងថ្មពេញ 100% យ៉ា អាហ្នឹងវាបានមកពីណា យ៉ា អាហ្នឹងឆ្ងល់ទៀត ឆ្ងល់ទៀត ឆ្ងល់លើចំណុចហ្នឹងទៀត សរុបមកវិញវាអាស្រ័យលើទំនួលខុសត្រូវរបស់ម្ចាស់ហាងទេ បាទ ទោះបីជាភ្ញៀវគាត់ឆ្លាតគាត់ចេះប៉ុណ្ណាក៏ដោយក៏នៅតែដើរក្រោយអ្នកដែលគេរកស៊ីក្នុងវិស័យហ្នឹងដែរត្រូវទេព្រោះ បាទ គេអ្នករកស៊ីនៅក្នុងវិស័យហ្នឹងច្បាស់ហើយខ្សែបណ្ដាញរបៀបរបបគេរកស៊ីរបៀបរបបគេធ្វើរបៀបរបបគេលាក់របៀបរបបគេបិទមិនគេមានគ្នាគេទៅចែកគ្នាដើម្បីធ្វើម៉េចកុហកភ្ញៀវបានសមហ្នឹងត្រូវទេ បាទ អញ្ចឹងជំរឿសបងដែលមានតែមួយគត់គឺកុំទិញទូរស័ព្ទកុំទិញអីវ៉ាន់គាត់ទិញម្ចាស់ហាងហ្នឹងវិញថាតាមម្ចាស់ហាងហ្នឹងគាត់
លក់ឈ្មោះគាត់ឬក៏គាត់ពិតជាលក់សេវាកម្មមួយដែលអតិថិជនគាត់ទទួលខុសត្រូវ បាទអាហ្នឹងសំខាន់បំផុតទំនួលខុសត្រូវម្ចាស់ហាងហ្នឹងហើយបងបាទថ្ងៃមុខថ្ងៃក្រោយយើងប្រើអីវ៉ាន់គាត់ទំនួលខុសត្រូវរបស់គាត់អាហ្នឹងយើងតំណតំណងល្អមួយម្ចាស់ហាងហើយ ហេតុអីបានបងនិយាយថាកុំទិញអីវ៉ាន់គាត់សុខចិត្តទិញគាត់ម្ចាស់ហាងវិញ បាទ ឬក៏ទិញបុគ្គលិកគាត់ដែលគាត់ផ្ដល់សេវាកម្មព្រោះក្នុងនាមយើងជាអ្នកលក់ប្រភេទទូរស័ព្ទមួយទឹកមិនថាទូរស័ព្ទមិនថាឡានមិនថាអីទេ បាទ យើងខ្លួនឯងក៏អត់មានដែលចង់ឲ្យទូរស័ព្ទដែលទៅភ្ញៀវមានបញ្ហាដែរ បាទ ប៉ុន្តែបើក្នុងករណីដែលមានបញ្ហាតើទំនួលខុសត្រូវដែលរណៃតែងតែសួរដដែលចុះគាត់ទទួលខុសត្រូវម៉េចគាត់ទទួលខុសត្រូវម៉េច បាទ យេអញ្ចឹងបើសិនណាជាម្ចាស់ហាងគាត់មានរបៀបរបបគាត់មានវិធីសាស្ត្រក្នុងការទទួលខុសត្រូវមួយភ្ញៀវច្បាស់លាស់បងជឿថាភ្ញៀវគាត់នឹងសប្បាយចិត្តបើទោះណាជាទូរស័ព្ទនឹងយកទៅមានបញ្ហាក៏ដោយពីព្រោះយើងមើលមិនឃើញដូចគ្នាអញ្ចឹងការធានាក្រោយពេលដែលគាត់ទិញវាសំខាន់ ប៉ុន្តែហាងខ្លះយោធានាឲ្យយើងឲ្យមានទាំងលក្ខខណ្ឌធានាអីត្រឹមត្រូវដល់ពេលអីវ៉ាន់មានបញ្ហាយកមកដល់ប្រាប់ថាយើងនឹងប្រើខុសលក្ខខណ្ឌទាំងដែលទៅជែកគ្នាមុនហើយ ហើយ អីវ៉ាន់យកទៅណូតគ្រប់ភិនភាគទាំងអស់ដល់ពេលយកមកវិញផ្ទៀងផ្ទាត់ភិនភាគថាបាញ់ធ្លាប់ប្រើធ្លាក់មែនបាញ់ប្រើចូលទឹកមែន បកកាត់តាមពិតធានាលក្ខខណ្ឌធានាមានពីច្រើនគាត់ទៅសេលើបងអីចឹងទៅ បាទ អ្វីដែលខុសគឺភិនភាគ បាទ ដើម្បីបកការបើទូរស័ព្ទធ្លាក់រហូតដល់វាខូចមានបញ្ហាច្បាស់ហើយជាវាមានស្នាមកប៉ិតវាមានស្នាមបែកចាប់ភ្ញៀវថាទូរស័ព្ទមកធ្លាប់ធ្វើធ្លាក់បងគាត់ថាភ្ញៀវគាត់មិនសប្បាយចិត្តដែរក៏ប៉ុន្តែមានភ្ញៀវខ្លះបើសិនណាគាត់យកទៅស្អាតភិនភាគទៅសេថាស្អាតលើតួចឹងប្រហែល4ជ្រុងហ្នឹងគឺស្អាតតែពេលចុងក្រោយយកមកស្នាមគឺស្នាមធ្លាក់ហើយអញ្ចឹងក៏គាត់អាចបកកាយដែរអញ្ចឹងវាការពារដោយបងនិយាយពីដើមគឺអាលក្ខខណ្ឌច្បាស់លាស់ហើយនឹងភិនភាគហ្នឹងគឺវាជួយការពារភាគីទាំងសងខាងហ្នឹងកុំឲ្យមានអ្នកណាខ្សែលើអ្នកណា បាទ ប៉ុន្តែបើករណីចូលទឹកទោះបីជាគាត់យកមកភិនភាគវានៅដដែលតែពេលជាងចាប់ផ្ដើមគេយកទៅពិនិត្យវាចេញមកហើយអញ្ចឹងលក្ខខណ្ឌចូលទឹកវាស្រួលជាងគេពីព្រោះតែចូលទឹកវាខូចតែវាខូចត្រូវជួសជុលតែពេលដែលចាប់ផ្ដើមបើកជួសជុលយើងនឹងឃើញថាទូរស័ព្ទនឹងចូលទឹកតែអត់តែមិនចូលឆ្នាំហើយផងអញ្ចឹងមានលក្ខខណ្ឌ ប៉ុន្តែភ្ញៀវនៅពេលដែលគាត់មកទិញទូរស័ព្ទគាត់តែងតែសាញទៅលើអា sticker បងអា sticker បិទកូនទូរស័ព្ទបន្តិចគាត់តែងតែថាទូរស័ព្ទទិញអស់រាប់រយដុល្លារហើយយកមកបិទអាហ្នឹងតើអាក្រក់មើលអូនណាបកចេញបានអត់ហើយដល់ពេលដែលយើងប្រាប់ថាបកឲ្យអត់តានីតើសាញអីប៉ុណ្្នឹងឯងអូនណាហើយមានភ្ញៀវខ្លះគាត់ទិញទៅគាត់បិទហើយប៉ុន្តែរបកតែមួយក្បាលលើបន្តិចម្ចាស់ហាងគាត់ថាអត់តានីឲ្យបងអាហ្នឹងដាច់តានីទាំងដែលគ្នាលំបាកមកបន្តិចដោយសារបកខេសឬក៏អីទេអាហ្នឹងបងយល់មិនដែរទៅលើបញ្ហាហ្នឹង បងយល់ថាតែមធានាត្រូវតែបិទហើយបងគិតថាទូរស័ព្ទមិនតែនៅក្នុងវិស័យទូរស័ព្ទមកទឹកទេណាយើងកាលពេលក្មេងៗទិញម៉ូតូថ្មី បាទ អាសង់រឿងដែលដំបូងដែលយើងត្រូវទៅធ្វើគឺហិតកម៉ោបសាំងហ្នឹងក៏អូបសាំងអត់ទី1ទី2ក្បាលអគុយហ្នឹងមានចាប់នៅ បាទ ទី3ដឹងអីគេទៅមើលក្បាលកន្លះហ្នឹងមានគូសអសពណ៌គូស color ពណ៌លឿងពណ៌ឈូកពណ៌អីអត់ បាទ តែផលអីក៏មិនឃើញអញ្ចឹងកន្លែងនេះចេញពីរោងចក្រគេកំណត់ឲ្យច្បាស់ថាក្បាលកន្លះគេមានក្រិតត្រឹមប៉ុណ្្នឹងអញ្ចឹងបើសិនណាជាវាខុសក្បាលកន្លះរបស់គេមានន័យថាម៉ាស៊ីនហ្នឹងធ្លាប់ ដោ ដោះ បាទត្រឡប់ដោះដូរ ដូចគ្នាជាមួយនឹងទូរស័ព្ទវាទទួលស្គាល់ថាបិទតែមហ្នឹងទៅវាបាត់សម្រស់ទូរស័ព្ទក៏ប៉ុន្តែការដែលត្រូវអញ្ចឹងក៏វាជួយដល់អ្នកប្រើខ្លួនឯងដែរ បាទ ក្នុងករណីដែលគាត់ប្រើថែគាត់អត់មានធ្លាក់អត់មានបែកអត់មានអីឬក៏គាត់អត់មានបានយកទៅឲ្យជាងគាត់ជួសជុលខាងក្រៅទេចាស់ហាងដាច់ខាតត្រូវតែតានេះហើយរឿងរបកតិចតួចរបកវាមានយើងមើលឃើញតែព្រោះតែនៅពេលដែលបកចេញមកយើងមើលឃើញហើយថាវានៅមានតាស្នាមស្អិតមិនអញ្ចឹងទៅអញ្ចឹងបើសិនណាជាគាត់បកឲ្យគាត់បិទវិញបិទអត់ជាប់ទេ បាទ អញ្ចឹងសូមលើកទឹកចិត្តទៅអម្ចាស់ហាងបើសិនណាជាឃើញឲ្យទូរស័ព្ទភ្ញៀវអត់មានចេតនាទៅធ្វើឲ្យខូចទេវាខូចដោយខ្លួនឯងធានាឲ្យគាត់ទៅ បាទ រក្សាមួយទៅ បាទ អញ្ចឹងសុខសាន្តទាំងអស់គ្នា បាទ ហើយក៏ពេលដែលធានាហ្នឹងក៏វាយកទៅជួសជុលគិតទៅអស់ប្រហែលអីដែរ បាទ ហើយដើម្បីឲ្យខ្លួនឯងមានកេរ្តិ៍ឈ្មោះជាមួយភ្ញៀវឈ្មោះល្អជាមួយភ្ញៀវធ្វើឲ្យគាត់ទៅបងពិតជាលើកទឹកចិត្តមែនពីព្រោះច្បាស់ហើយបើសិនណាជាក្នុងវិស័យហ្នឹងមានមួយហាងពីរហាង3 4ហាងគាត់ធ្វើអញ្ចឹងគេវាយអួរទាំងអស់ហ្នឹងក្នុងវិស័យ បាទអាហ្នឹងសំណួរដែលខ្ញុំធ្លាប់ទៅលើភ្ញៀវដែរគាត់និយាយថាហាងទូរស័ព្ទណាក៏ដូចទូរស័ព្ទណាដែរបាទអាហ្នឹងវាជាការប៉ះពាល់មួយដែរទៅលើវិស័យទូរស័ព្ទមកទឹកសម្រាប់ម្ចាស់ហាងដែលគាត់មានទំនួលខុសត្រូវបាទដោយសារអីគាត់និយាយប្រាប់ខ្ញុំហ្មងគាត់ថារបបមកបន្តិចអត់ធានាឲ្យបងអនឡាញមើលតែមកបន្តិចហើយអត់មានដល់ក្បាលខ្ចៅទៀត
បាទ ប៉ុន្តែបងនិយាយទៅបច្ចុប្បន្នដោយសារឥឡូវនេះអីគ្រប់យ៉ាងគឺវានៅអនឡាញទាំងអស់ បាទ ចុះបងជឿថាក៏ចាប់ផ្ដើមមានភាគតិចណាស់ដែលម្ចាស់ហាងក៏ដោយឬក៏អ្នកលក់ទូរស័ព្ទមួយចំនួនទូចកាន់តែតិចទៅហើយដែលគាត់លែងមានទំនួលខុសត្រូវអត់អីចឹងណា បាទ ចុះបងជឿថាមុនក្រោយយូរឆាប់គាត់នឹងសាបទៅអស់ហើយបាត់អស់ហើយចឹងមានន័យថាក្នុងវិស័យនឹងទាំងមូលអាចនឹងមានទំនួលខុសត្រូវខ្ពស់ជាងមុនចឹងទៅបាទ បាទនេះជាចំណុចមួយដែរដែលម្ចាស់ហាងគួរតែមានបាទព្រោះសំខាន់បំផុតទំនុកចិត្តភ្ញៀវហ្នឹងហើយ យ៉ា បាទអញ្ចឹងករណីដែលអាចសម្រួលបានសម្រួលឲ្យភ្ញៀវទៅអាហ្នឹងសិតតែជាអតិជនរបស់យើងហ្នឹងឯងក្រោយបាទអេពីសូតនេះគឺថាច្បាស់មែនតើបងហើយខ្ញុំគិតថាអ្នកដែលទស្សនាគាត់នឹងទទួលបានអត្ថប្រយោជន៍ច្រើនពីអេពីសូតនេះហើយក៏អរគុណបងដែលបានបកស្រាយឲ្យយ៉ាងច្បាស់លាស់តែម្ដងអញ្ចឹងសម្រាប់អ្នកដែលគាត់ទស្សនាបើគិតថាអេពីសូតនេះមានប្រយោជន៍កុំភ្លេចចែករំលែកហើយចាំជួបគ្នានៅអេពីសូតក្រោយ មេកុង podcast